រវាងកាមេរ៉ាជាមួយនឹងកញ្ចក់វ៉ែនតាដែលមានតម្លៃ$2000ជាងតើបងបងជ្រើសប្រភេទមួយណាដែរមួយណាក៏បានដែរសម្រាប់អតិថិជនរបស់ iCode Optical សូមជ្រើសរើសជាប្រភេទកញ្ចក់វ៉ែនតាដែលមានតម្លៃជាង$2000នេះហើយចុះហេតុអ្វីបានជាអតិថិជនមួយនេះគាត់ហ៊ានចំណាយដល់ទៅ$2000ជាងទៅលើកញ្ចក់តែមួយគូជាដំបូងសូមណែនាំពីប្រភេទកញ្ចក់ progressive របស់ក្រុមហ៊ុន Nikon ទាំង5 model ដែលកំពុងនិយមប្រើប្រាស់នាពេលបច្ចុប្បន្ននេះ Preseo First, Preseo Advanced, Preseo Power, Preseo Master និង CMax Ultimate នេះគឺជាវ៉ែនតារបស់អតិថិជនដែលក៏បានជ្រើសរើសជាប្រភេទកញ្ចក់ progressive version ចុងក្រោយគេបង្អស់របស់ក្រុមហ៊ុន Nikon CMax Ultimate Series ដែលមាន index 1.6 geometry កញ្ចក់ស្វិតបូកជាមួយនឹង C-Code Next Transition Gen S Screen ជាកញ្ចក់ដែលប្រើពណ៌លឿងបំផុតនាពេលបច្ចុប្បន្ននេះហើយកញ្ចក់នេះដែរត្រូវបាន upgrade ជាមួយនឹង function fitting parameter ជា function មួយដែលធ្វើឲ្យការកាត់វ៉ែនតាមានលក្ខណៈស្តង់ដារនិងសុក្រឹតបំផុតតាមអ្វីដែលទទួលបានពីអតិថិជនដែលប្រើប្រាស់កញ្ចក់ Nikon នេះផ្ទាល់ពីហាង iCode Optical គឺថាកញ្ចក់មួយនេះមានភាពងាយស្រួលប្រើប្រាស់ទៅលើការមើលទាំងជិតទាំងឆ្ងាយងាយទម្លាប់និង focus បានលឿនដោយសារតែកញ្ចក់នេះមានទំហំមើលទូលាយកាត់បន្ថយនូវ distortion ផលរំខាននៃផ្ទៃសាច់កញ្ចក់បានយ៉ាងល្អរីឯផលរំខានទាំងសងខាងនៃផ្ទៃសាច់កញ្ចក់ស្ទើរតែមិនមានព្រោះថាកញ្ចក់ Nikon គឺជា brand ដែលផលិតនៅក្នុងអាស៊ីផ្ទាល់ជាផលិតផលរបស់ប្រទេសជប៉ុនដូចជាការ design កញ្ចក់គឺសម្រាប់ប្រជាជននៅអាស៊ីយើងផ្ទាល់ដូច្នេះហើយធ្វើឲ្យកញ្ចក់ Nikon មានឈ្មោះល្បីល្បាញទាំង lens camera ជាមួយនឹងកញ្ចក់វ៉ែនតានេះផ្ទាល់តែម្ដងអញ្ចឹងសម្រាប់អ្នកដែលមានបញ្ហាទាំងចិត្តផងទាំងឆ្ងាយផងណែនាំមែនតើជាកញ្ចក់ progressive របស់ក្រុមហ៊ុន Nikon ដែលមានតែនៅក្នុងហាង iCode Optical តែមួយគត់